បងអែមតើហ៊ូទឹកខ្ញីលើអត់សូវមានអ្នកលក់ទេខ្ញុំអីខ្ញុំធ្វើខ្លួនឯងញ៉ាំហ្មងឆ្ងាញ់ហើយស្រួលធัวទៀតធ្វើតែពីទឹកស្ដែកដបហ្នឹងតើឥឡូវទៅមើលរបៀបធ្វើទាំងអស់គ្នាទឹកគ្រឿងសរបស់យើងមានទឹកស្ដែកចាឡាទីនញ៉ៃស្ករចាឡាទីនហ្នឹងស្រួលទិញណារហូតទិញតាមម៉ាតក៏មានដែរតាមទឹកត្រជាក់5សន្ទះកន្លះព្រោះណាបងប្អូនទិញតែទឹកស្ដែកដប Soy Master ហ្នឹងដាក់តែ2ដបទេ2ដបចំណោះ660មីលីលីត្របើជួយចិត្តហូបផ្អែមបងប្អូនអាចដាក់ស្ករមកសុប៊ីបានដាក់ស្លឹកតើយទៀតឲ្យឈ្ងុយពូការឆ្លាញ់ម៉ាក់ឃើញម៉ាក់ពងធ្វើផ្អែមនៅក្រៅខ្លាចក្តៅយកទឹកសណ្តែកត្រជាក់ឲ្យម៉ាក់ញ៉ាំហើយឡើងត្រជាក់ចិត្តហ្មងទឹកសណ្តែក Soy Master នាំចូលពីប្រទេសម៉ាឡេស៊ីបានផលិតពីគ្រាប់សណ្តែកសៀងសុទ្ធ 100% ពីប្រទេសកាណាដាអត់មានបន្ថែមសារធាតុទឹកដោះគោមានជាតិស្ករទៀតអត់មានសារធាតុរក្សាទុកសម្បូរប្រូតេអ៊ីនពីធម្មជាតិគ្មានកូឡេស្តេរ៉ុលនិងអត់មានបន្ថែមពណ៌ទឹកសណ្តែកហ្នឹងកុមារជាមួយនឹងមនុស្សពេញវ័យអាចពិសាបានពិសារាល់ថ្ងៃជួយដល់កម្លាំងឲ្យមានថាមពលបងប្អូនឲ្យរកទិញទឹកសណ្តែក Soy Master នៅតូបជាព្រួយនេះហើយឥឡូវនេះនៅ Page Soy Master មាន giveaway ចែកទឹកសណ្តែកបងប្អូនឲ្យចូលទៅកាន់ Page Soy Master ដើម្បីដឹងពីព័ត៌មានបន្ថែមគេមានទឹកសណ្តែកហ្នឹងផ្អែមល្មមអត់ផ្អែមខាស់កកទេខ្លះសេត្រជាក់ញ៉ាំទៅមានរសជាតិឈ្ងុយឆ្ងាញ់ហ្មងញ៉ាំជាមួយនឹងទឹកកកបន្ថែមក៏ឆ្ងាញ់ដែរអត់សាពេកមុនពិសាបងប្អូនកុំភ្លេចក្លុកទឹកសណ្តែកឡើងផងដើម្បីទទួលបានរសជាតិឆ្ងាញ់សារទឹកសណ្តែកយើងធ្វើពីគ្រាប់សណ្តែកសៀងសុទ្ធ 100% បងប្អូនដាក់ទឹកសណ្តែកកន្លះលីត្រយើងប្រើជែឡាទីន4ប្រទេសបើខ្ញុំវិញទឹកសណ្តែក660មីលីលីត្រចឹងបាទខ្ញុំដាក់5ប្រទេសជាងទឹកសណ្តែកយើងអ៊ុនៗឯងបងប្អូនចាក់ជែឡាទីនកូរឲ្យសព្វគឺបងប្អូនដាក់ទូទឹកកកជន់ត្រជាក់មកយកហើយសម្រាប់ទឹកស្ករបងប្អូនអាចធ្វើស្រាប់បានខ្ញុំចាក់ស្ករត្នោតយើងមួយចានទៅទឹកមួយចានយកចានទូចបានហើយរៀងខាប់ខ្ញុំដាក់ខ្ញីចូលបន្ទាប់មកខ្ញុំដាក់ស្ករប្រហែល1ស្លាបព្រាហើយទឹក1ស្លាបព្រា2ស្លាបព្រាអីទៀតបានហើយស្កររបស់ខ្ញុំឡងឈ្ងុយនេះបន្ទាប់ពីដាក់មកឃើញទៅហ៊ូយើងគួរឲ្យចង់ញ៉ាំហ្មងវាឡងតុនហើយឡងឈ្ងុយទឹកសណ្តែកជាមួយនឹងស្លឹកតើយហើយខ្ញុំសូបទឹកស្ករខ្ញីយើងឡើងទៀតហត់ទៅឆ្ងាញ់ទៅណូបងប្អូនអើយសណ្តែក Soy Master ធ្វើផ្អែមក៏ឆ្ងាញ់ញ៉ាំតេក៏ឆ្ងាញ់ដែរបងប្អូនកុំភ្លេចសាក់ធ្វើណាធានាថាឆ្ងាញ់ហើយស្រួលធ្វើទៀតអរគុណបងប្អូនដែលទស្សនាវីដេអូនេះចាប់ណាបាយបាយបងប្អូនតែកូនចង់ញ៉ាំមកខ្យល់មិនក៏ម៉ាក់ធ្វើដែរចាំម៉ាក់ធ្វើញ៉ាំណាឆ្ងាញ់ណានំនឹងស្រួលធ្វើឲ្យឆ្ងាញ់ទៀតខ្ញុំមានឈីរសជាតិ original 3ដង Oreo រសជាតិ original 7នំមួយនឹង yogurt រសជាតិសាបមួយកំប៉ុងសារនំ Oreo របស់យើងមានរសជាតិផ្អែមស្រាប់ហើយអញ្ចឹងខ្ញុំយក snow ខាងក្នុងលាយជាមួយនឹងឈី3ដុំហ្នឹងយើងបែកទាំងអស់ទៅហើយចាំដាក់យកអ៊ូចូលប្រហែល2កំប៉ុងណាបន្ទាប់មកក៏សគ្រីមនឹងឆ្ងាញ់ណាអត់ស្អាតបានទេមែនសបកនំជូកូឡេតនេះខ្ញុំយកទៅវាយបំបែកគេមែនខ្ញុំអត់ឃើញនំណាស្រួលធ្វើអញ្ចឹងទេ Oreo គឺច្នៃបានគ្រប់យ៉ាងនំហ្នឹងមិនមែនខ្ញុំចេះតែធ្វើណាបងប្អូនគឺគេល្បីនៅកូរ៉េរសជាតិឆ្ងាញ់ដូចធីរ៉ាមីស៊ូចឹងខ្ញុំអត់និយាយកុហកទេបងរកប្រអប់ណាទូចហ្មងបានណាយើងដាក់ឈីមួយជាន់នំមួយជាន់ហើយយើងដាក់ទូទឹកកករយៈពេល1ម៉ោងឲ្យនំត្រជាក់ឆ្ងាញ់ណាត្រជាក់លឿនទុកចន់កក់ហ្មងមែនបងប្អូនណាខ្យល់ធ្វើឯកសារ Oreo soft cake ម្ដងមានរសជាតិឆូកូឡេតហើយឆ្ងាញ់មែនតើនំតុនជាមួយនឹងគ្រីមឆូកូឡេតដាក់ចូលចង់លាយក្នុងមាត់ហ្មងឆ្ងាញ់ហើយរសជាតិ strawberry ហ្នឹងក៏ឆ្ងាញ់ដែរ Oreo អ្នកណាគេអត់ស្គាល់ Oreo ជាផលិតផលរបស់ប្រទេសឥណ្ឌូនេស៊ីខ្ញុំចូលចិត្តញ៉ាំនំ Oreo ជ្រលក់ទឹកដោះគោនឹងតាំងពីតូចនេះជានំ Oreo រូបរាងថ្មីជាមួយនឹងអក្សរខ្មែរលើកញ្ចប់ចឹងងាយស្រួលយកពីផលិតផលដូចជាទីតាំងផលិតគ្រឿងផ្សំនិងក្រុមហ៊ុននាំចូល ETC Oreo នំ cookie លេខ1នៅលើពិភពលោកខ្ញុំមកគឺហ្វេននំ Oreo កាប់មកកាយតាម1ម៉ោងហើយឥឡូវយើងសាក់ញ៉ាំណាឃើញតំណងអត់កាន់ไหนណាឃើញហ៎ឥឡូវយើងភ្លក់នំម៉ាមីធ្វើម្ដងឃើញណាឆ្ងាញ់មែនតើណាឆ្ងាញ់ទេកូនបាត់ឃើញថ្មី